សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះ admin ចង់មកបង្ហាញ comment នៅក្នុង AutoCAD 4 comment ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់នៅក្នុងកម្មវិធី AutoCAD ក្នុងគោលបំណងណាមួយលក្ខណៈដូចជាគូការគូប្លង់ឬក៏ draft អ្វីផ្សេងដូច្នេះហើយនៅក្នុង4 comment នេះមានទី1គឺ P-edit ទី2 T-count ទី3 TA ពាក្យពេញវា Text align ទី4គឺ fill ចង់ដឹងថា comment នីមួយៗហ្នឹងការប្រើប្រាស់វាដូចយ៉ាងម៉េចអញ្ចឹងតាមដានការរបស់ខាងក្រោមសម្រាប់ P-edit នេះគោលបំណងវាគឺចង់ភ្ជាប់ line ហ្នឹងជារូបរាងណាមួយឧទាហរណ៍ថានេះរូបរាងនេះជាក់ស្ដែងឧទាហរណ៍ថាឥឡូវ admin ចង់ប្រើ comment P-edit អញ្ចឹងដើម្បី comment P-edit គោលបំណងវាគឺចង់ភ្ជាប់នេះបន្ទាត់ទាំងអស់ហ្នឹងដើម្បីឲ្យជាប់គ្នាអញ្ចឹងការប្រើវាចុច P E ចេញមក P-edit តមកនេះយើងឃើញបារខាងក្រៅវា load multiple យើងចុច multiple តមក select object ដែលយើងចង់ឲ្យវា select ហ្នឹង enter មួយទៀតយើងចុចយើងចង់ឲ្យ line ទាំងអស់គ្នានឹងចន់អញ្ចឹងយើងចុចចន់ហើយវាអត់តន់ជាប់ឲ្យវាចេញបែបនេះយើងយកអាម៉ៅយើងអស់បែបហ្នឹងទៅគឺវាជាប់ហើយណាការ comment ប្រើប្រាស់ comment P-edit គឺបែបហ្នឹងហើយមួយទៀត T-count នេះគោលបំណងរបស់វាគឺចង់ add លេខឧទាហរណ៍ថាជាក់ស្ដែងadmin មានតួអក្សរ5ជួរដេកដល់ពីចឹងមក admin ចង់អាច add លេខតាមលំដាប់1 2 3 4 5 add នេះយើងអាច add ពីខាងមុខក៏បានពីខាងក្រៅក៏បានអនុវត្តទាំងអស់គ្នាអញ្ចឹងយើងចុច T-count select text ដែលយើងចង់ឲ្យវារត់លេខហ្នឹងបន្តមក Y ថាលេខ1 enter វាសួរយើងនេះprefix ដាក់ពីខាងមុខ suffix ដាក់ពីខាងក្រៅឥឡូវយើងចង់ដាក់ពីខាងមុខមុនណាឃើញទេ1 2 3 4 5រត់តាមលំដាប់ល្អចុះឥឡូវបើសិនជាយើងចង់ដាក់ពីក្រោយចុចពីក្រោយដូចគ្នាគ្រាន់តែចុច T-count មក select object enter លេខ1 type suffix វាទៅពីខាងក្រោយវិញឃើញលេខហ្នឹងវានៅពីខាងក្រោយអញ្ចឹង comment T-count ការប្រើប្រាស់វាគឺបែបហ្នឹងហើយមួយទៀត comment ទី3គឺ TA ពាក្យពេញរបស់វាគឺ text align ហើយ text align នេះគោលបំណងរបស់វាមានន័យថាតម្រឹមអក្សរហ្នឹងឲ្យស្មើយ៉ាងម៉េចឧទាហរណ៍ថានេះ start point របស់វាអក្សរ L ណាឃើញទេវានៅមុខក្រោយឥឡូវគេចង់ប្រើវានេះចុច TA ពាក្យពេញរបស់វានេះ text align ចុច text align មក select អត់ណាតបមកយើង select ទីតាំងដំបូងនេះដែលយើងចង់ឲ្យវា align ទៅវិញមកយើងចុច F8 មកដើម្បីឲ្យត្រង់ចុចមកឃើញទេវា align text ហ្នឹងស្មើគ្នាទីតាំងនៅជួរឈរស្មើគ្នាណានេះគឺការប្រើ comment TA គឺ text align ហើយ comment ចុងក្រោយគឺ comment fill នេះឧទាហរណ៍ថានៅក្នុង drawing យើងចង់ធ្វើការងារលើអំពូលភ្លើងអីចឹងចោះស្រាប់ដល់ពេលចឹងទៅវាមាន hack នៅលើ drawing layout ហ្នឹងច្រើនពេកយើងចង់បិទវាដើម្បីកាត់បន្ថយទំហំ file ដល់ពេលចឹងទៅយើងចុចបិទអា hack នឹងខ្លះដើម្បីឲ្យ file យើងតូចការងារយើង smooth ជាងមុនដូច្នេះដើម្បីប្រើ comment ហ្នឹងយើងចុច comment fill ធម្មតាបន្ទាប់មកនេះវាសួរយើងថាចង់បិទឬក៏បើកយើងចង់បិទវាដើម្បីឲ្យ file ហ្នឹងតូចចង់បិទហើយយើងចុច RE comment វា region ចុចមកវាបិទហើយនេះអូខេផ្សាយ hack នៅក្នុងការងាររបស់យើងវាលុបអស់ហើយអញ្ចឹងដល់ពេលយើងចង់រួចរាល់ការងារហើយយើងចង់បើក hack នឹងវិញយើងធ្វើម៉េចចុច fill ដដែលមកគាត់ថាយើងបើកវាវិញយើងចុច on មកហើយបន្ទាប់មកចុច region បាទថ្ងៃនេះ admin comment មាន comment 4យកមកចង់ចែករំលែកសង្ឃឹមថាវាជួយសម្រួលដល់ការងារបងប្អូនបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ